ថាតសេចរឿងយើងជាបន្តទៀតពេលនេះគឺអាឡុងបានហក់ចូលមកវាយមួយលូហ្វីដែលប្រែជាមួយនឹងស្រួយរបស់គាត់ធ្វើឲ្យបាក់ថ្មម្ដុំនោះតែលូហ្វីគាត់បានគេចទាន់ហើយពេលនេះតមកគឺលូហ្វីគាត់រៀងស្រាវជាមួយអាឡុងដែរព្រោះអាឡុងគឺគាត់រៀងខ្លាំងដែរគាត់មិនខ្សោយទេតមកអាឡុងក៏បានហោះចេញពីផ្សែងនោះគឺហក់មកបុកលូហ្វីធ្វើឲ្យលះហែកអាវបន្តិចតែលូហ្វីនៅគេចទាន់តែលើកនេះគឺគេចលេងទាន់ហើយគឺលូហ្វីបានហោះឡើងទៅលើមេឃតែអាឡុងបានហោះចូលទឹកបាត់ហើយគឺអាឡុងគឺគាត់ប្រើក្បាច់អ្វីមួយយ៉ាងតមកគឺលូហ្វីរបស់យើងបានទាញព្រាមដៃគាត់លងវែងហើយអាឡុងគឺបានប្រើក្បាច់ជំមុជទឹកហក់មកបុកលូហ្វីដោយប្រើជំមុខដមុតស្រួយគាត់តែត្រូវបានលូហ្វីយកព្រាមដៃចាប់ជាប់តមកគឺអាឡុងបានហោះចេញមកពីលើបន្ទាប់មកក៏ហក់មកបុកគាត់ទៀតតែត្រូវគាត់ប្រើព្រាមដៃធ្វើជាបុកពីងត្រូវតមកគាត់ក៏បានប្រើជើងដ៏វែងរបស់គាត់ធាក់កាន់អាឡុងបន្ទាប់មកគឺអាឡុងបានងើបឡើងមកវិញគឺបានវាយទៅលើលូហ្វីហើយក៏ចាប់កវីលូហ្វីធ្វើឲ្យលូហ្វីផើតជើងដូចកស៊ូតមកគឺគាត់ការងើបឡើងតែត្រូវអាឡុងចាប់បានហើយក៏ដកដាវនៅពីក្នុងផ្ទះរបស់គាត់កាប់ទៅលើលូហ្វីតែលូហ្វីគាត់ហក់ឡើងលើដំបូលហើយអាឡុងក៏គាត់នៅកាប់ទៀតគាត់ដេញកាប់លូហ្វីដល់លើដំបូលមកគឺកាប់ទៀតធ្វើឲ្យបែកកញ្ចក់ចូលទៅក្នុងផ្ទះបន្ទាប់មកគឺអាឡុងគាត់នៅមកតាមលូហ្វីទៀតដើម្បីសម្លាប់លូហ្វីចោលតមកគឺគាត់បាននិយាយថា All right, you rancid little pup. Sit down and listen, and I'll let your crew live. I'm not letting you or my rage cost me something this precious. ពេលនេះគឺណាមីឈើមកពីលើពីក្រោមទៅមើលទៅលើតមកគឺលូហ្វីគាត់បានឃើញផែនទីជាច្រើនដែលណាមីគឺគាត់បានគូគឺផែនទីទាំងអស់នេះគឺអាឡុងឲ្យណាមីគូដើម្បីទៅរកកណប់គឺណាមីគឺខិតខំគូតាំងពីនាងទូចរហូតដល់នាងធំគឺសរុបក្តាស់គឺរាប់លានក្តាស់ឯនោះដែលនាងបានគូក្តាស់ខ្លះគឺបិទជាប់ជាងក្តាស់ខ្លះទៀតគឺដល់លើដំបូលឯនោះគឺនាងតស៊ូគូខ្លាំងមែនទែនដើម្បីឲ្យអាឡុងព្រោះនាងចង់ឲ្យអ្នកភូមិនាងមានសុខសន្តិភាពទៅមកគឺលូហ្វីបានចាប់បិចដែរណាមីបានគូយកមកកាន់ទៅមកត្រូវអាឡុងយកដាវរបស់គាត់ដូចបលាយកមកដាក់ក្នុងករបស់លូហ្វីរបស់យើងលូហ្វីរបស់យើងក៏បានចាប់ជាប់ទៅមកគាត់ក៏ចង់ចេញហ្គីតទី2ហើយទៅមកគាត់ក៏បានហើយផ្សែងជុកដែរនេះគេហៅថាហ្គីតទី2ទៅមកគឺគាត់ខ្លួនគាត់ក្រហមដូចជាភ្លើងគេដាំទឹកទៅមកគាត់ក៏ធាក់តុកនេះមកជើងធ្លាក់ចេញមកក្រៅធ្វើឲ្យអ្នកនៅក្រៅគឺឃើញយ៉ាងច្បាស់គឺអាឡុងគឺគាត់នឹងសម្លាប់លូហ្វីចោលព្រោះលូហ្វីហ៊ានកំទេចរបស់របរដែលគាត់ឲ្យណាមីបន្តគូទៀតទៅមកគឺលូហ្វីបានកំទេចក្តាស់នោះទៅមកអាឡុងក៏ហក់ចូលវាយលូហ្វីតែលូហ្វីគឺជាអ្នកវាយគាត់ទៅវិញទៅមកគឺគាត់បាននិយាយថាណាមីគឺមិនស័ក្តិសមនឹងធ្វើជាចៅសមុទ្រទេគឺត្រឹមតែធ្វើជាកូនចៅសមុទ្រមួយទេពេលនេះគឺលូហ្វីគឺគាត់និយាយថាគាត់នឹងសម្លាប់អាឡុងដើម្បីឲ្យណាមីចូលក្រុមគាត់ដើម្បីរើសកណប់ទៅមកគឺគាត់ប្រើជើងលង្វែងដើម្បីធាក់អាឡុងតែអាឡុងគាត់ក៏បានបុកលូហ្វីតែលូហ្វីគាត់ក៏ប្លែងជើងមកវិញធ្វើឲ្យបុកអាឡុងធ្វើឲ្យបាក់ផ្ទះធ្លុះ2 3ជាន់ទៅមកគឺលូហ្វីសើចយ៉ាងសប្បាយរីករាយតែចាប់ដើមប្រេះឲ្យផ្ទះអាឡុងចាប់ដើមប្រេះជាបន្តបន្ទាប់មានខ្យល់ព្យុះជាខ្លាំងទៅមកគឺមនុស្សច្រើនបានសម្លឹងទៅមើលលូហ្វីគេគិតថាលូហ្វីឈ្នះហើយពេលនេះគឺលូហ្វីសុភាពដូចជាធ្ងន់ធ្ងរណាស់ព្រោះត្រូវផ្ទះបាក់សង្កត់លើណាមីគឺយល់ពីទឹកចិត្តដ៏ថ្លៃថ្លារបស់លូហ្វីដែលខំប្រឹងជួយគាត់គឺទោះបីជាដល់ដំណាក់កាលនេះក៏លូហ្វីគាត់មានសង្ឃឹមសើចដែរតែមកនេះជាច្រើនគឺបានលើកគាត់បោះឡើងលើព្រោះគាត់បានឈ្នះហើយពេលនេះក្រុមពួកគេបានធ្វើដំណើរទៅតទៀតហើយនៅពេលនេះគេបានឃើញកូន
មួយដែលរូបរាងដូចកងាអញ្ចឹងតែវាមិនជាកងាជាបាក់សៃហោះទៅលើមេឃបាត់ទៅមកពួកគេដូចមកដោះកោះវៃមួយណាមីគឺគាត់ឈើមើលទេសភាពគឺឧសបរបស់យើងគឺយកទឹកមកទេយកមកស្រោចដាក់ផ្លែដូចពេញប៉នរឹងទេគឺយើងមិនស្រូវស្គាល់ទេតែត្រូវបានបែកខ្ចាយខ្ទេចធ្វើឲ្យឆេះវិញនឹងគឺសក់របស់ឧសបឆេះបាត់ទៅហើយទៅមកគឺសានជីគាត់ដើរមកគាត់គឺឈើសម្លឹងទៅមើលពួកគេទាំងអស់គ្នាទៅមកគឺសក់រងនិយាយថាកុំរញ៉េរញ៉ៃគាត់ត្រូវការដេកពួនទៅមកទឹកបានហូរចូលចាំងសន្ធឹកសំធាប់លូហ្វីបានមើលតែកាន់ទឹកនោះទឹកនឹងចេះតែហូររហូតគឺគាត់ឈប់សោះត្មងគឺហូរហូរទៅមកណាមីបានរបូតក្តៅវិញយ៉ាងមកដែលក្តាស់នោះគឺមានរូបលូវីគឺមានថាក្រុមកងកម្លាំងម៉ារីនគឺដេញចាប់លូវីដែលមានតម្លៃខ្លួន30,000 berry គឺលូវីសប្បាយចិត្តជាខ្លាំងដែលមានតម្លៃខ្លួន30,000 berry គឺគាត់សើចលេងសប្បាយខ្លាំងតែព្រោះគាត់មានតម្លៃខ្លួនខ្ពស់កាត់ដល់លេងនេះវិញគឺពួកគេធ្វើការផឹកស្រាយ៉ាងលេងសប្បាយគឺបរោះម្នាក់នេះគឺគាត់ផឹកស្រានេះគឺក្រុមលូហ្វីបានប៉ះជាមួយនឹងក្រុមទូកមួយទៀតដើម្បីកងវាគឺជាសក់ពណ៌លឿងអាសក់ពណ៌កាឈូកយើងនឹងឯងដែលបានប៉ះពួកគេតាំងពីលើកតែត្រូវបានលូហ្វីអុកមកក្បែរធ្វើឲ្យខ្ទេចពួកវាអស់រលីងគ្មានសល់សូម្បីតែម្នាក់គឺសានជីគាត់ចេញមកពួកអស់នោះគឺកតើបតើតែប៉ុណ្ណឹងសិស្សក្នុងប្រយុទ្ធមួយគាត់ដែរហើយសម្រាប់សាច់រឿងយើងមិនប៉ុណ្ណេះអ្នកគ្នាកុំភ្លេចជួយ like subscribe ហើយ comment វីដេអូមួយមិនហើយអ្នកកុំភ្លេចតាមដានរឿង Luffy យើងនៅភាពតទៅភាគនេះត្រឹមប៉ុណ្ណេះហើយសម្រាប់ភាគ4គឺតចប់ Luffy សិនទើបខ្ញុំចេញភាគ4ព្រោះខ្ញុំអត់ចង់កាត់សង្វាក់អ្នកគ្នាទេអ្នកកំពុងតាមដានចេញភាគ4ហើយរឿងយើងមានតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយ